ជម្រាបសួរអ្នកទាំងអស់គ្នានេះជាវីដេអូថ្មីទៅកាន់ខាងកំពតពីថ្ងៃមួយយប់ជាមួយនឹងក្រុមការងារចង់ដឹងថាខ្ញុំទៅកន្លែងណាខ្លះសូមតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាជាដំបូងយើងត្រូវចាំគ្នានៅក្រាសឹងតេឡាហើយញ៉ាំអាហារពេលព្រឹកនៅលូណាចឹងយើងជិះប្រហែល2ម៉ោងកន្លះក៏ដល់ទីក្រុងកំពតចឹងយើងក៏បន្តដំណើរទៅញ៉ាំនំបញ្ចុកម្ហិចតែល្បីនៅកំពតតពីញ៉ាំហើយយើងក៏ចូល check in កន្លែងយើងស្នាក់នៅដែលមានឈ្មោះថានឹកកំពតតែភាគច្រើនកន្លែងស្នាក់នៅគេឲ្យយើង check in នៅម៉ោង1ថ្ងៃតពី check in ហើយយើងក៏បន្តដំណើរទៅញ៉ាំនំមាត់ឆ្នាំងដែលជានំអាហារសម្រន់ដែលល្បីនៅកំពតផងដែរហើយក៏សូម recommend ឲ្យបងប្អូនទៅញ៉ាំម្ដងរួចហើយក៏បន្តដំណើរទៅលេងទឹកឈូដែលមានហាងកាហ្វេដែលទើបនឹងបើកកំពុងតែ trending នៅក្នុង TikTok ផងដែរចឹងយើងអាចចុះមកក្រោមលេងកន្លែងទឹកឈូនេះបានផងដែរដោយសារតែខែនេះទឹកឈូមិនសូវមានទឹកប៉ុន្មានទេយើងអាចចុះលេងក៏លេងបានអត់ទេគេអត់ទេពូចូលវីដេអូចឹងពួកយើងអាចបានលេងទឹកនៅទីនេះទេគ្រាន់តែយើងដើរមើលទេសភាពនៅជុំវិញទឹកឈូនេះតែប៉ុណ្ណោះរួចហើយយើងក៏ថាទៅលេងទឹកជ្រោះថ្មដែរនៅចិត្តនឹងតែគេមិនឲ្យចូលយើងក៏ទៅលេងកន្លែងស្ពានកំពតដែលគេល្បីនេះវិញម្ដងចឹងថ្ងៃនេះខ្ញុំមកដល់ទីរួមខេត្តកំពតហើយក៏មកដល់ស្ពានដែលគេល្បីនៅខេត្តកំពតទីស្ពានលើតែគេអាចមើលថាបានគឺស្បមាត់ប្រៃទាំងអស់ហើយនៅពេលគេចេះគឺមានគេជិះមកលេងខ្លែបងណាយើងមកអង្គុយលេងនៅទីនេះរៀងមួយសន្ទុះដែរយើងក៏ត្រឡប់ទៅកន្លែងជីទូកហើយកន្លែងជីទូកមើល7ពេលឬថ្ងៃលិចនេះយើងអាចកក់មុនបានតាមរយៈ page Facebook ឬលេខទូរស័ព្ទម្ចាស់ទូកផងដែរហើយការជីនេះអស់ត្រឹមតែម្នាក់10000តែប៉ុណ្ណោះហើយសម្រាប់រយៈពេលជីប្រហែលជា1ម៉ោងទៅ1ម៉ោងជាងអីហ្នឹងចំពោះអ្នកដែលមកកំពតក៏ខ្ញុំ recommend ឲ្យមកជិះទូកមើលថ្ងៃលិចនេះផងដែរបាទគឺជិះមើលពេលល្ងាចធ្វើអារម្មណ៍យើងស្រស់ស្រាយ relax ខ្លាំងមែនតើតពីជិះទូកហើយយើងក៏មកកន្លែងស្នាក់នៅរបស់យើងហើយញ៉ាំអាហារពេលល្ងាចដើម្បីព្រឹកឡើងយើងបន្តដំណើរទៅកន្លែងផ្សេងទៀតហ្នឹងហើយអ្នកថ្ងៃនេះយើងបាទឈិតអែលហើយយើងនឹងបន្តដើរលេងថ្ងៃនេះពេញមួយថ្ងៃទៀតតែអត់ដឹងទាន់ថាយើងទៅណាទេអញ្ចឹងមានតែរងឆាប់មើលទាំងអស់គ្នាព្រឹកឡើងយើងក៏ញ៉ាំបាយកន្លែងបាយឆាក្តាមប៉ុន្តែអត់មានយើងក៏
កំងកាទៀវវិញកន្លែងហ្នឹងក៏គេល្បីតែឆ្ងាញ់ដែរបាទតពីញ៉ាំរួចយើងក៏បន្តដំណើរហ្នឹងមកដល់ខេត្តកែបដែលយើងជិះផ្សារកែបតពងយើងថានឹងចូលលេងកន្លែងប៉ោយកែបដែលគេធ្វើថ្មីហ្នឹងតែអត់ទេយើងមកកន្លែងដំណាក់កាហ្វេនេះវិញម្ដងចឹងនេះខ្លះមិនទិញកាហ្វេអង្គុយផឹកអង្គុយអីដែរហើយខ្ញុំក៏ឃើញអានេះឆ្ងល់មើលគេគឺជាផ្កាសមុទ្រចឹងយើងដើរមើលដើរលេងនៅជុំវិញកន្លែងកាហ្វេដំណាក់នឹងរៀមស្ទូបធំដែរការសម្រាប់រួចហើយយើងក៏តបដំណើរទៅលេងភ្នំទឹកធំដែលនៅក្បែរព្រំប្រទល់ប្រទេសវៀតណាមចឹងយើងដើរដល់ស្មានេះហើយមិនតបបានបាយថ្ងៃត្រង់ទេអញ្ចឹងមានតែដាក់នំប៉ុមនេះតិចសិនមកក្លៀនខ្លាំងយើងធ្វើការថតរូបថតអីហើយយើងក៏ជិះទូទៅកាន់ខាងក្នុងឡែងហ្នឹងតាមប៉ាត់ជិះទាំងជិះតាមផ្លេទេបងប្អូនដោយសារពីក្នុងហ្នឹងវាមានទឹកអញ្ចឹងទៅយើងត្រូវជិះទូកឆ្លងទៅមកខាងទៀតជាងឡាងនេះរៀងធំហើយក៏ជាវបន្តិចប៉ុន្តែវាក៏មានទេសភាពស្អាតដែរដែលមានវល្លិធំធំហើយនឹងជាទីសក្ការៈជាងយើងប្រងថាឡើងទៅលើបន្តមកតែវាអស់ផ្លូវមានតែប៉ុណ្្នឹងទេអញ្ចឹងយើងក៏ត្រឡប់មកវិញហើយមកអង្គុយកញ្ចក់មើលទេសភាពនៅវាស្មៅទឹកលិចនេះដែលអមដោយមានសត្វកុកហើយនឹងកវីដែលជាទេសភាពស្រស់ស្រាយតែម្ដងបាទហើយយើងក៏បន្តដំណើរទៅលេងរមណីយដ្ឋានម្លេចចឹងយើងចូលនៅទីនេះអស់ម្នាក់10000ដើម្បីចូលមើលហើយក៏យើងអាចយកសបត់ហ្នឹងទៅដូចជាភេសជ្ជៈដូចជាអាហារបានដែរបាទហើយបន្ទាប់មកយើងចូលមកឃើញមានស្ថានសន្សាយហើយក៏មានកន្លែងបាញ់ធ្នូដែរដែលគេកាត់3គ្រាប់10000លេខហ្នឹងរបៀបដូចមានកញ្ចក់យើងអង្គុយញ៉ាំអីចឹងហើយក៏មានអូតូរ៉ៃនេះជិះដែរបាទ
ហើយក៏មានម្ហូបហោះដែលគេដាក់ជាខ្សែរ៉តរួចហើយយើងក៏ទៅជិះទូកលេងដែលតម្លៃទូកហ្នឹងអស់ម្នាក់ 10000 រៀលនិយាយរួមទៅអាចនិយាយថាជិះមកចុងវិញតំណប់ហ្នឹងបាទ យើងជិះរួចហើយយើងក៏ត្រឡប់ដើរទៅកន្លែងកញ្ចុះយើងវិញហើយអាស្ពានឈើនេះវិញដែរបងប្អូនគឺមកចុំវាដែរមកហត់ដែរហើយសម្រាប់ម៉ូតូទូចនេះគេជិះដូចជាម្នាក់ 20000 តែខ្ញុំមិនជិះទេគឺយើងទៅល្ងាចហើយណាមួយក៏ចិត្តដល់ពេលទៅភ្នំពេញវិញដែរគេមានដំការនៅលើដងប្រកាន់ដៃស្ពានហើយគប់សោនឹងព្រះអាទិត្យលិចឃើញទេសភាពស្អាតណាស់បងប្អូនវីដេអូខ្ញុំមានតែប៉ុណ្ណេះទេអញ្ចឹងអរគុណសម្រាប់ការទស្សនារបស់អ្នកទាំងអស់គ្នាសូមជួយ Subscribe ម្នាក់មួយផងណា